អាវុធខ្លាំងបំផុតចំនួន7ប្រភេទរបស់ប្រទេសរុស្ស៊ីនៅក្នុងពេលបច្ចុប្បន្ននៅក្នុងវីដេអូមុនលោកអ្នកបានទស្សនារួចមកហើយអាវុធខ្លាំងបំផុតចំនួន10ប្រភេទរបស់សហរដ្ឋអាមេរិកចំណែកឯនៅក្នុងវីដេអូនេះយើងនាំគ្នាក្រឡេកទៅមើលប្រទេសរុស្ស៊ីក្នុងចំណោមអាវុធទាំងអស់របស់រុស្ស៊ីបើយើងរាប់ត្រឹមតែ7មុខតើអាវុធណាខ្លះដែលត្រូវបានគេចាត់ថ្នាក់ថាជាអាវុធដែលខ្លាំងជាងគេរបស់រុស្ស៊ីចង់ដឹងសូមអញ្ជើញលោកអ្នកទស្សនាជាបន្តដូចតទៅទី1រូបក្រោះចម្បាំង T14 អមតាវាគឺជាប្រភេទរូបក្រោះចម្បាំងដ៏ទំនើបរបស់រុស្ស៊ីចំនួនទី4ដែលត្រូវបានរុស្ស៊ីចាប់ផ្ដើមឌីហ្សាញឡើងនៅក្នុងឆ្នាំ2014ហើយផលិតប្រភេទគំរូនៅក្នុងឆ្នាំ2014ដល់ឆ្នាំ2021រីឯសម្រាប់ការប្រើប្រាស់ត្រូវបានផលិតចាប់ពីឆ្នាំ2021មកទល់នឹងពេលបច្ចុប្បន្ននេះប៉ុន្តែចំនួនគ្រឿងមិនត្រូវបានគេដឹងនោះឡើយរូបក្រោះចម្បាំងនេះមានតម្លៃចន្លោះពី$5លានទៅដល់$7លានអាមេរិកនៅក្នុងមួយគ្រឿងរូបក្រោះចម្បាំង T14 អមតាមានមនុស្សបញ្ជាចំនួន3នាក់មានទម្ងន់55តោនមានបណ្ដោយប្រវែង 10.7 ម៉ែត្រមានទទឹង 3.5 ម៉ែត្រនិងមានកម្ពស់ 3.3 ម៉ែត្ររូបក្រោះចម្បាំងនេះអាចបាញ់នៅក្នុងចម្ងាយ12គីឡូម៉ែត្រហើយចម្ងាយដែលមានប្រសិទ្ធភាពបំផុតនៅក្នុងការបាញ់គឺ5គីឡូម៉ែត្រហើយវាមានបំពាក់កាំភ្លើងធំ125មីលីម៉ែត្ររូបក្រោះចម្បាំងដ៏ទំនើបនេះអាចធ្វើដំណើរក្នុងចម្ងាយប្រតិបត្តិការ500គីឡូម៉ែត្ររីឯល្បឿនអតិបរមារបស់វាក៏លឿនផងដែរគឺចន្លោះពី75ទៅដល់80គីឡូម៉ែត្រនៅក្នុង1ម៉ោងកាលពីឆ្នាំ2015រុស្ស៊ីបានប្រកាសពីផែនការនាំចេញរូបក្រោះចម្បាំងនេះទៅកាន់ប្រទេសចិនឥណ្ឌានិងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទិញតំណែងស្រួលជាងមុនចំណេញជាងមុនត្រូវតែទិញជាមួយនឹង K-Store App by BizAdvisor ទី2ប្រព័ន្ធមីស៊ីលការពារដែនអាកាស S500 S500 Prometheus គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសចំនួនចុងក្រោយបំផុតរបស់រុស្ស៊ីវាត្រូវបានរុស្ស៊ីយកមកប្រើនៅថ្ងៃទី16ខែ9ឆ្នាំ2021ហើយប្រើប្រាស់តែនៅក្នុងជួរកងទ័ពអាកាសរបស់ប្រទេសរុស្ស៊ីតែប៉ុណ្ណោះវាត្រូវបានឌីហ្សាញឡើងដោយក្រុមហ៊ុន Almaz Anti និងត្រូវបានផលិតឡើងដោយក្រុមហ៊ុនមួយនេះប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់រុស្ស៊ីមួយនេះមានតម្លៃថ្លៃណាស់នៅក្នុងមួយគ្រឿងគេចំណាយប្រាក់នៅក្នុងការផលិតដល់ទៅ$2.5 ពាន់លានអាមេរិកវាត្រូវបានរុស្ស៊ីផលិតតាំងពីឆ្នាំ2021មកទល់នឹងពេលបច្ចុប្បន្នក៏ប៉ុន្តែចំនួនមិនត្រូវបានរុស្ស៊ីទម្លាយឲ្យដឹងនោះទេមីស៊ីលនេះអាចបាញ់នៅក្នុងចម្ងាយដល់ទៅ600គីឡូម៉ែត្រនៅក្នុងការធ្វើតេស្តមួយដែលគេបានធ្វើនៅក្នុងឆ្នាំ2018វាបាញ់ចំគោលដៅមកល្អណាស់នៅក្នុងចម្ងាយ482គីឡូម៉ែត្រនៅចុងឆ្នាំ2020កងទ័ពអាកាសរបស់រុស្ស៊ីបានបញ្ជាទិញប្រព័ន្ធមីស៊ីលមួយនេះពីក្រុមហ៊ុន Almaz Anti នៅក្នុងចំនួន10គ្រឿងប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះគេមិនដឹងទេថាតើមានចំនួនប៉ុន្មានគ្រឿងដែលកំពុងតែត្រូវបានប្រើប្រាស់នៅក្នុងជួរកងទ័ពអាកាសរបស់រុស្ស៊ីកាលពីខែ6ឆ្នាំ2024រុស្ស៊ីបានដាក់ពង្រាយប្រភេទអាវុធ S500 របស់ខ្លួននៅលើតំបន់គ្រីមៀដើម្បីការពារស្ពានខឺជពីការវាយប្រហាររបស់អ៊ុយក្រែនទោះបីជាមានកេរ្តិ៍ឈ្មោះល្បីៗប៉ុន្តែយោងតាមរបាយការណ៍មួយចំនួនបានលើកឡើងថា S500 របស់រុស្ស៊ីនេះគឺពុំទទួលបានជោគជ័យនៅក្នុងការកំទេចមីស៊ីលរបស់អ៊ុយក្រែនដែលមានឈ្មោះថា MGM-140 Attack នោះឡើយនៅពេលដែលអ៊ុយក្រែនបានប្រើប្រាស់បាញ់ទៅក្នុងតំបន់គ្រីមៀព្យាយាមកំទេចស្ពានខឺជចំពោះការនាំចេញអាវុធប្រភេទនេះទៅបរទេសយោងតាមអបនាយករដ្ឋមន្ត្រីរបស់រុស្ស៊ីបានលើកឡើងនៅក្នុងខែ9ឆ្នាំ2021ឲ្យដឹងថាឥណ្ឌាអាចជាអតិថិជនទី1ដែលនឹងទិញ S500 យកទៅប្រើអាវុធទី3មីស៊ីលប្លង់អន្តរទ្វីប RS-28 Samad វាគឺជាប្រភេទមីស៊ីលប្លង់បាញ់ឆ្លងទ្វីបដែលត្រូវបានរុស្ស៊ីយកមកប្រើនៅក្នុងឆ្នាំ2003កំពុងតែត្រូវបានប្រើប្រាស់ដោយកងកម្លាំងរ៉ុកែតយុទ្ធសាស្ត្ររបស់រុស្ស៊ីវាគឺជាប្រភេទមីស៊ីលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរធុនធ្ងន់និងសាហាវដែលជាប្រភេទតែម៉ូនុយក្លេអ៊ែរមីស៊ីលនេះមានទម្ងន់ 208.1 តោនមានបណ្ដោយប្រវែង 35.3 ម៉ែត្រនិងមានមុខកាត់3ម៉ែត្រវាមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួនដល់ទៅ16គ្រាប់ឯណោះវាត្រូវបានគេប្រើប្រាស់បាញ់ចេញពីសៃឡូនៅផ្ទៃទឹកដីហើយចម្ងាយនៃការបាញ់របស់វានោះមានដល់ទៅ 18000 គីឡូម៉ែត្រមីស៊ីលដ៏មានកតនាមនេះត្រូវបានរុស្ស៊ីផលិតឡើងដើម្បីយកទៅជំនួសមីស៊ីល ICBM ចាស់របស់ខ្លួនប្រភេទ SS-18 យ៉ាងណាក៏ដោយគេមិនដឹងទេថាតើនៅក្នុងគណៈពេលនេះរុស្ស៊ីមានមីស៊ីល RS-28 Samad នេះចំនួនប៉ុន្មានគ្រាប់
ទី4នាវាចម្បាំង Piotr Veliky នាវាចម្បាំងនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Baltic Shipyard និងត្រូវបានរុស្ស៊ីយកមកបំពេញបេសកកម្មជាដំបូងកាលពីឆ្នាំ 1998 នៅក្នុងពេលបច្ចុប្បន្ននេះវាកំពុងតែស្ថិតនៅក្រោមការប្រើប្រាស់របស់កងទ័ពជើងទឹករុស្ស៊ី Northern Fleet នាវាចម្បាំង Piotr Veliky មានទម្ងន់ 24,300 តោនមានបណ្ដោយប្រវែង 252 ម៉ែត្រមានប្រវែងធ្នឹម 28.5 ម៉ែត្រចម្ងាយប្រតិបត្តិការរបស់នាវាចម្បាំងនេះមាន 1,850 គីឡូម៉ែត្រហើយវាអាចធ្វើដំណើរនៅក្នុងល្បឿនធម្មតា 59 គីឡូម៉ែត្រនៅក្នុង1ម៉ោងនៅលើនាវាចម្បាំងនេះអាចដាក់មនុស្សបានចំនួន 727 នាក់ក្នុងនោះមានទាំងទាហានមានទាំងក្រុមការងារបម្រើការនៅលើនាវាចម្បាំងនេះដើរដោយថាមពលនុយក្លេអ៊ែរនិងមានបំពាក់អាវុធច្រើនប្រភេទតួយ៉ាងដូចជាប្រភេទមីស៊ីលប្រឆាំងជាមួយនឹងនាវាលើទឹកមីស៊ីលប្រឆាំងជាមួយនឹងនាវាក្រោមទឹកហើយនិងមីស៊ីលប្រឆាំងជាមួយនឹងយន្តហោះចម្បាំងដូចជា S-300 គួរជម្រាបផងដែរថា Piotr Veliky គឺជានាវាចម្បាំងដែលមានផ្ទៃធំជាងគេបំផុតនៅក្នុងចំណោមនាវាចម្បាំងនៅក្នុងពិភពលោកទី5យន្តហោះចម្បាំង Su-57 វាគឺជាយន្តហោះចម្បាំងចំនួនទី5របស់រុស្ស៊ីនិងជាយន្តហោះទំនើបបំផុតរបស់ប្រទេសមួយនេះជាប្រភេទយន្តហោះចម្បាំងពោមុខងារបំបង្កាយវាត្រូវបានផលិតឡើងដោយក្រុមហ៊ុន United Aircraft Corporation ហើយត្រូវបានឌីហ្សាញឡើងដោយក្រុមហ៊ុន Sukhoi យន្តហោះចម្បាំងនេះត្រូវបានរុស្ស៊ីផលិតតាំងពីឆ្នាំ 2019 មកទល់ពេលបច្ចុប្បន្នក៏នៅតែបន្តផលិតហើយរុស្ស៊ីមានប្រើប្រាស់ចំនួន 32 គ្រឿងបូករួមទាំងប្រភេទ model ចំនួន 10 គ្រឿងផងដែរយន្តហោះនេះបានចេញហោះហើរលើកដំបូងនៅក្នុងឆ្នាំ 2010 ហើយត្រូវបានរុស្ស៊ីយកមកប្រើនៅក្នុងឆ្នាំ 2020 រាប់មកទល់នឹងពេលនេះគេមិនទាន់ឃើញការប្រកាសណាមួយរបស់រុស្ស៊ីដែលថាចង់លក់យន្តហោះចម្បាំងនេះទៅឲ្យប្រទេសណាមួយនោះឡើយយន្តហោះចម្បាំងនេះមានមនុស្សបញ្ជាចំនួនម្នាក់មានបណ្ដោយប្រវែង 20 ម៉ែត្រមានប្រវែងស្លាប 14 ម៉ែត្រនិងមានកម្ពស់ 4.6 ម៉ែត្រវាអាចធ្វើដំណើរនៅក្នុងល្បឿនអតិបរមា 2,135 គីឡូម៉ែត្រនៅក្នុង1ម៉ោងរីឯល្បឿនធម្មតារបស់វាមាន 1,400 គីឡូម៉ែត្ររីឯចម្ងាយហោះហើរធម្មតាមាន 3,500 គីឡូម៉ែត្រហើយចម្ងាយប្រយុទ្ធនៅលើសមរភូមិមាន 1,250 គីឡូម៉ែត្រនៅលើយន្តហោះចម្បាំងនេះត្រូវបានបំពាក់ដោយអាវុធទំនើបដូចជាកាំភ្លើងយន្តគ្រាប់បែកនិងមីស៊ីលនោះមានតួយ៉ាងដូចជាមីស៊ីលបាញ់ពីអាកាសទៅអាកាសមីស៊ីលបាញ់ពីអាកាសទៅដីមីស៊ីលប្រឆាំងជាមួយនឹងនាវាលើផ្ទៃទឹកនិងមីស៊ីលប្រឆាំងជាមួយនឹងវិទ្យុសកម្មទី6នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Yeltsin Class វាគឺជានាវាមុជទឹកដ៏ទំនើបបំផុតរបស់រុស្ស៊ីដែលមានឈ្មោះក្រៅហៅថា Project 885 វាត្រូវបានអង្គការ NATO ឲ្យឈ្មោះថា Granny Class នាវាមុជទឹកនេះត្រូវបានកសាងឡើងជាពិសេសសម្រាប់បំពាក់មីស៊ីលលឿនជាងសម្លេង Zircon វាយប្រហារទៅលើសត្រូវរុស្ស៊ីមានផែនការកសាងនាវាមុជទឹកប្រភេទនេះចំនួន 12 គ្រឿងនៅក្នុងពេលបច្ចុប្បន្ននេះកសាងហើយចំនួន 6 គ្រឿងហើយ 5 គ្រឿងកំពុងតែយកទៅប្រើប្រាស់រីឯ 3 គ្រឿងកំពុងតែសាងសង់នាវាមុជទឹកនេះត្រូវបានរុស្ស៊ីកសាងឡើងតាំងពីឆ្នាំ 1993 វាមានទម្ងន់សរុប 8,600 តោននៅលើផ្ទៃទឹករីឯនៅក្រោមផ្ទៃទឹកវិញមានទម្ងន់ 13,800 តោនវាមានបណ្ដោយប្រវែង 139.2 ម៉ែត្រហើយមានប្រវែងធ្នឹម 13 ម៉ែត្រនៅលើផ្ទៃទឹកវាធ្វើដំណើរនៅក្នុងល្បឿន 37 គីឡូម៉ែត្រនៅក្នុង1ម៉ោងរីឯនៅក្រោមផ្ទៃទឹកនោះវាមានល្បឿន 52 គីឡូម៉ែត្រនៅក្នុង1ម៉ោងរីឯល្បឿនអតិបរមានៅក្រោមផ្ទៃទឹកគឺ 65 គីឡូម៉ែត្រនៅក្នុង1ម៉ោងចម្ងាយនៃការធ្វើដំណើរប្រតិបត្តិការរបស់វាមិនកំណត់នោះឡើយនៅលើនាវាមុជទឹកនេះក្រៅពីមីស៊ីលលឿនជាងសម្លេង Zircon ក៏នៅមានអាវុធផ្សេងៗទៀតជាច្រើនដូចជាគ្រាប់ Torpedo មីស៊ីលប្រឆាំងជាមួយនឹងនាវាចម្បាំងមីស៊ីលប្រឆាំងជាមួយនឹងនាវាមុជទឹកជាដើមទី7អាវុធនុយក្លេអ៊ែរកម្មវិធីអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីបានចាប់ផ្ដើមឡើងតាំងពីសម័យអតីតសហភាពសូវៀតគឺនៅក្នុងឆ្នាំ 1942 ក្រោយមកនៅក្នុងឆ្នាំ 1949 សូវៀតក៏បានធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួនជាលើកទី1នៅក្នុងឆ្នាំ 1955 សូវៀតក៏បានធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលជាប្រភេទតែម៉ូនុយក្លេអ៊ែររីឯការធ្វើតេស្តលើកចុងក្រោយនោះបានកើតឡើងនៅក្នុងឆ្នាំ 1990 ចំពោះការធ្វើតេស្តអាវុធនុយក្លេអ៊ែរដែលមានកម្លាំងបំផ្ទុះខ្លាំងជាងគេនោះគឺធ្វើតេស្តទៅលើអាវុធនុយក្លេអ៊ែរដែលមានឈ្មោះថា Tsar Bomba ដែលមានកម្លាំងបំផ្ទុះ 50 MT ក
គិតត្រឹមខែ4ឆ្នាំ2025រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន4299គ្រាប់គ្រាប់បែកនុយក្លេអ៊ែររបស់រុស្ស៊ីអាចត្រូវបានប្រើប្រាស់ទម្លាក់ពីយន្តហោះឬក៏បំពាក់នៅលើមីស៊ីលហើយមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនិងបាញ់បានឆ្ងាយជាងគេនោះគឺមានចម្ងាយ18000គីឡូម៉ែត្រ